សួស្តីពុកម៉ែបងប្អូនថ្ងៃនេះប្តីខ្ញុំគាត់ហេបកាយទៅបានតងបងប្អូនអើយបានពីរឡើងធំដល់ពេលតងធំចេះខ្ញុំនឹកឃើញចង់ធ្វើសុំតងបងប្អូនក៏ឲ្យប្តីយកតងនឹងបោតផែអស់អល់ហើយក៏ធ្វើស្អាតរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកតងនឹងទៅបបងបងប្អូនសុំតងខ្ញុំបងតងនឹងឲ្យក្រៀមសិនបងប្អូនហើយទៅរបៀបធ្វើទឹកស៊ុបខ្ញុំមកលេងគល់ខៃស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមសហើយម្ទេសនឹងឲ្យឈ្ងុយហើយខ្ញុំចាក់ទឹកចូលបងប្អូនចាក់ទឹកចូលហើយខ្ញុំបងដុំស៊ុបចូលហើយនឹងគ្រឿងទេសយើងចូលទៅវាថាតាមរសជាតិដែលយើងចង់បានអញ្ចឹងបងប្អូនតែទឹកស៊ុបហ្នឹងខ្ញុំអត់បានដាក់ឆ្អឹងស៊ុបដាក់អីមួយងាស់ទេបងប្អូនខ្ញុំធ្វើតែប៉ុណ្្នឹងឯងតែពេលដែលដាក់អន្ទង់ដាក់បន្លែទៅឆ្ងាញ់បងប្អូនហើយនៅប្រាវិហារឥឡូវភ្លៀងរាល់ថ្ងៃបងប្អូនអើយមួយអាទិត្យនេះភ្លៀងជាប់ហើយបងប្អូនភ្លៀងជាប់រាល់ថ្ងៃហ្មងអត់មានបានធ្វើការចាញ់ទេបងប្អូនអើយមេឃភ្លៀងខ្លាំងចេះមានចេញតាណារួចហើយខ្លាញ់ដែលខ្ញុំបំពងតងហ្នឹងខ្ញុំដាក់អំបិលបន្តិចបងប្អូនព្រោះអីកុំឲ្យវាជាប់ហើយតងនឹងល្អណាបងប្អូនអើយបកាយនឹងថាដាក់ត្រីទេបងប្អូនអើយជាប់តងរាយបកាយនឹងនៅកន្លែងស្រះខ្លួនឯងក្រោយផ្ទះហ่าបងប្អូនស្រះ3ហ្នឹងជីកថាចិញ្ចឹមត្រីបងប្អូនអើយតែមិនទាន់បានចិញ្ចឹមទេតែវាមានត្រីមានអីនៅក្នុងហ្នឹងដូចថាពេលទឹកភ្លៀងខ្លាំងអញ្ចឹងទៅវាហូរពីក្រៅមកចូលស្រះអញ្ចឹងណាបងប្អូនបានត្រីបានតងហូបរាល់ថ្ងៃបងប្អូនចេញតាណារួចទេតែចេះបានស្រះខ្លួនឯងហ្នឹងចាំឆ្នាំងបាយរាល់ថ្ងៃដែរបងប្អូនអើយបំអីហ្នឹងចប់ហើយចំណែកខាងបងប្អូនបានហូបអីដែរថ្ងៃហ្នឹងខ្ញុំមើលមេឃភ្លៀងទៅនឹកឃើញចង់សុំតងបងប្អូនពេលតិចអញ្ចឹងបានស៊ុបក្តៅឆ្ងាញ់បងប្អូនអើយឥឡូវតងខ្ញុំចិត្តក្រៀមហើយបងប្អូនពេលបងប្អូនមើលអញ្ចឹងមើលទៅវាលក្ខណៈថាដូចរាងសស្លែតតែបើនៅក្រៅវិញវាក្រៀមល្អបងប្អូនហ្នឹងហើយទឹកស៊ុបហ្នឹងខ្ញុំអីវារាងពុះរាងប្រហែលជាកន្លះម៉ោងដែរបងប្អូនតែខ្ញុំចាប់ផ្ដើមមើលមកស្រង់គល់ខៃមើមខ្ទឹមសខ្ទឹមក្រហមហើយលក្ខូចម្ទេសនឹងចេញអស់ដើម្បីឲ្យទឹកស៊ុបយើងវាថ្លាអញ្ចឹងណាបងប្អូនស្រង់ចេញអស់ហើយខ្ញុំចាប់ផ្ដើមយកទឹកស៊ុបនឹងទៅដាក់នៅតុដើម្បីដាក់បន្លែដាក់អីរៀបចំហូបជុំគ្រួសារអញ្ចឹងណាបងប្អូនហើយទឹកជ្រលក់ខ្ញុំមានទឹកតៅហ៊ូនិងទឹកត្រីកោះកុងបងប្អូនតែខ្ញុំអត់បានបង្ហាញពីរបៀបធ្វើទឹកជ្រលក់ទេបងប្អូនហើយបន្លែខ្ញុំមានស្ពៃតឿផ្សិតមកអមជាណាតកួនអញ្ចឹងណាបងប្អូនដូចថាបងប្អូនចូលចិត្តដាក់បន្លែអីក៏ទិញបន្លែហ្នឹង